សួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់ការសម្រាប់អេនីមេដែលជាភាពបន្តរបស់យើងហើយក៏អរគុណពីទឹកចិត្តមករបស់ខ្ញុំម្នាក់ដែរចង់និយាយថាអញ្ចឹងឲ្យមកមានអារម្មណ៍ធ្វើរឿងតិចសម្រាប់អ្នកចង់បន្តនោះអាចតាមរយៈ QR Code មួយនេះមុននឹងចូលទៅរកការសម្រាប់សង្ឃឹមថាអ្នកទាំងអស់គ្នាជួយចុចឲ្យម្នាក់មួយមកបើចុចហើយតោះចូលទៅសាច់រឿងតែម្ដងទៅប៉ុន្តែនៅពេលនេះនៅតូបលក់អាហារក្នុងសាលារៀនជាបានឃើញអាការីកំពុងតែតាមសម្លឹងមើលទៅសាកៃអាការីនឹងឆ្ងល់ថាសាកៃគឺជាមនុស្សដែលចូលចិត្តភាពរ៉ូមែនទិកមែនទេជាមួយនឹងមិត្តពីកុមារភាពអំពីរឿងដែលរូណាសារភាពទៅកាន់គាត់ហ្នឹងណានាងពិតជាចង់ដឹងខ្លាំងណាស់ពីអារម្មណ៍និងចិត្តគំនិតរបស់គាត់តាមពិតសាកៃក៏បានដឹងហើយថាអាការីកំពុងតែលួចមើលគាត់ពេលដែលគាត់សម្លឹងទៅអាការីនាងក៏បានដកខ្លួនចេញសាកៃក៏បានដើរសួរអាការីតើមានរឿងអ្វីមែនមកនិយាយមួយគាត់មកអាការីនឹងឆ្ងល់អំពីអ្វីសាកៃប្រាប់ទៅក៏ឃើញនាងតាមសម្លឹងមើលគាត់ហ្នឹងណាអាការីនាងបានចេញចរិតរបស់នាងហើយប្រូគិតតែប្រូអីនឹងតារាមែនគ្មានពីណាមើលប្រូឯងទេគេមកទិញនំប៉័ងនេះអាការីយកនំប៉័ងហ្នឹងហើយនាងក៏បានដើរចាចេញប៉ុន្តែសាកៃគាត់ក៏បានហាមឃាត់គាត់ឆ្ងល់ទៅលើអាការីមិនទិញនំហ្នឹងទៅញ៉ាំអញ្ចឹងអាការីលើដូច្នោះក៏សម្លឹងមើលទំនំហ្នឹងទៅដឹងថានាងកំពុងតែជ្រើសរើសនំដែលហិលនាងក៏ភ្ញាក់បានមិនស្ទើរដែរសាកៃបានប្រាប់ឲ្យអាការីតម្លាក់នំហ្នឹងចោះទៅអាការីនាងក៏ភ្ញាក់បានដែរដែលឃើញសាកៃដើរតម្រង់មករកនាងប៉ុន្តែមិនអាចទេបើនាងតម្លាក់នំនេះចោះបានន័យថានាងទទួលស្គាល់ថានាងហ្នឹងតាមគាត់ហើយក៏បានប្រាប់ទៅសាកៃថានាងមានសេរីភាពក្នុងការទិញអ្វីដែលនាងចង់ញ៉ាំសាកៃបានប្រាប់ឲ្យអាការីបញ្ឈប់ទៅដោយសារតែនាងហ្នឹងមិនដែលញ៉ាំវាទេគេល្បីថាអ្នកដែលចេះញ៉ាំហិលនៅពេលដែលញ៉ាំវាទៅធ្វើឲ្យយើងឡើងហើមគួតហ្មងលើអញ្ចឹងទៅអាការីនាងក៏ខ្លាចដែរសាកៃបន្តទៅថាគាត់ធ្លាប់ញ៉ាំនំហ្នឹងអញ្ចឹងមិនគាត់និយាយប្រាប់អូបើមិនចេះទេកុំចង់សាកល្បងប្រយ័ត្នហើមគួតឥឡូវនេះសាកៃបានប្រាប់ឲ្យអាការីតម្លាក់វាចោលទៅមិនទាន់ហូបពេលទេចំណែកអាការីនាងនៅតែរឹងរូសអញ្ចឹងពេលព្រោះនាងមិនចង់ទទួលស្គាល់ថានាងតាមសាកៃបានលើកឡើងចរិតរឹងរូសកាលពីក្មេងរបស់អាការីលើអញ្ចឹងហើយអាការីមានការក្តៅក្រហាយជាខ្លាំងរួចនាងក៏បានយកលុយទៅឲ្យអ្នកលក់ហើយប្រាប់តែសាកៃថានាងនឹងបញ្ចប់ការញ៉ាំវាកាន់មកក្នុងថ្នាក់ដែលសាកៃកំពុងតែសម្លឹងមើលតែអាការីមានការភ័យខ្លាចជាខ្លាំងទៅលើចំហាយរបស់នំនេះសាកៃបានប្រាប់តែអាការីលះបង់ទៅមិនទាន់ហូបពេលទេប៉ុន្តែអាការីបានប្រាប់ឲ្យសាកៃកុំនិយាយច្រើនពេកបើក្នុងចិត្តរបស់អាការីនាងមិនចង់ទទួលស្គាល់ឡើយចំណែកសាកៃនៅតែប្រាប់អញ្ចឹងថាកុំញ៉ាំអីប៉ុន្តែការហាមឃាត់របស់សាកៃបណ្ដាអាការីនាងខឹងហើយញ៉ាំមួយម៉ាត់ទៅហើយញ៉ាំមកដំបងមានអារម្មណ៍ថាវ៉ាវពិតជាអស្ចារ្យខ្លាំងណាស់ឡើងឆ្ងាញ់ហ្មងភ្លាមៗនោះអាការីមានអារម្មណ៍ថាវាពិតជាហឹរខ្លាំងណាស់ឡើងប្រកាច់ពេញហ្នឹងឃើញដូច្នេះសាកៃក៏ចង់យកអានំហ្នឹងទៅកវត្តចោលប៉ុន្តែអាការីមិនឲ្យយកទៅទេហើយនាងនៅបន្តញ៉ាំវាមួយម៉ាត់ពីរម៉ាត់ទៀតចំណែកក្នុងចិត្តរបស់អាការីនាងមិនដឹងថានាងកំពុងតែធ្វើអ្វីទេហេតុអ្វីបានជានាងតែងតែជ្រើសរើសអ្វីដែលរឹងរូសអញ្ចឹងតែងតែមិនបង្ហាញពីអារម្មណ៍ប៉ាត់របស់នាងនោះឡើយសាកៃដែលឃើញអាការីក៏នោះក៏ប្រាប់ឲ្យនាងបញ្ឈប់វាទៅហើយក៏នឹងរៀបចេញពីទីនេះដើម្បីទៅទិញទឹកដល់កោឲ្យអាការីញ៉ាំចំណែកអាការីបានចាប់ដៃសាកៃមិនឲ្យគាត់ទៅណាឡើយនាងចង់ឲ្យគាត់មើលនាងបញ្ចប់ការញ៉ាំវាបន្ទាប់មកអាការីក៏បានធ្វើការញ៉ាំវាទាំងអស់ទៅវាពិតជាពិបាកខ្លាំងណាស់ឃើញមែនទេសាកៃមានការគាំងជាខ្លាំងអាការីបានប្រាប់ទៅសាកៃឃើញអត់នាងប្រាប់តែញ៉ាំអស់គឺញ៉ាំអស់ហើយអ្វីដែលគាំងបន្ថែមទៀតនោះគឺអាការីបានចាប់ដៃសាកៃឡើងជាប់មើលតែមុខទេដឹងមានអារម្មណ៍អៀនយ៉ាងណានោះទេចំណែកសាកៃក៏មិនជឿទេថានាងអាចញ៉ាំវាអស់ហើយក៏បានសរសើរថាអាការីពិតជាគួរឲ្យចាប់អារម្មណ៍ណាស់អាការីពិតជាសប្បាយចិត្តរួចប្រាប់តែគាត់ថានាងអាចធ្វើវាបានអ្វីបន្ថែមទៅនោះអាការីនាងចង់ប្រាប់ថានាងស្រឡាញ់គាត់សាកៃភ្លាមៗនោះអាការីមានការកេងជាខ្លាំងជាមួយនឹងទឹកមុខរបស់សាកៃហើយក៏ធ្វើការប្រកែកវាទៅនាងបានសម្ដៅទៅលើនំប៉័ងមិញទេចំណែកសាកៃក៏កិនចឹងដែរឬក៏បានអង្គុយតុករៀងខ្លួនភ្លាមៗនោះសាកៃមើលឃើញថាអាការីដូរព្រុសតែម្ដងដោយសារតែវាហិលខ្លាំងពេកខ្ញុំមើលតែអាការីពិតជារឹងរូសខ្លាំងណាស់មនុស្សចេះស៊ីហិលផងខំប្រឹងណាជួងសាលារៀនបានមកលើឡើងដែលអាការីបាននិយាយថាការប្រឡងបានបញ្ចប់ហើយក៏វាចិត្តដល់ថ្ងៃសម្រាប់រដូវក្តៅហើយចំណែកសាកៃក៏សង្កេតឃើញថាគាត់មានអារម្មណ៍សម្រាប់មិត្តកុមារភាពរបស់ខ្លួនឯងប៉ុន្តែនេះមិនមែនជាពេលវេលាដែលគាត់គិតអំពីពួកគេនោះឡើយចំណែកអាការីនិងមេនមោពិតជាសប្បាយចិត្តអំពីការសម្រាប់រដូវក្តៅមួយនេះមេនមោបានសួរថាពួកគេតើទំនេរដែរឬទេចំណែកសាកៃបាត់សមាឆឹងក៏ចេញទៅផ្ទះហើយនៅពេលដែលសាកៃបានមកដល់ផ្ទះរូណានាងបានបង្ហាញក្រដាសប្រឡងរបស់នាងសាកៃមានការកេងជាខ្លាំងដែលឃើញបន្ទូរបស់នាងគឺ100ទាំងអស់តែម្ដងគាត់មិនបានសរសើរច្រើនទេគាត់គ្រាន់និយាយថាវាពិតជាអស្ចារ្យខ្លាំងណាស់បើអស្ចារ្យចឹងរូណានាងចង់អោបមួយចំណែកសាកៃក៏មិនបានខ្វល់ទេក៏បានចូលទៅបន្ទប់របស់គាត់នេះគឺជារឿងអាក្រក់ណាស់កំណត់ដែលរំខានគឺអាការីនិងមីដាម៉ូប៉ុន្តែអ្វីដែលអាក្រក់ជាងនេះបំផុតនោះគឺគាត់មិនអាចល្ងងជាងពួកគេទាំងអស់គ្នាបានទេឬក៏ធ្វើការយកសិភៅមករៀនងាប់ចោលហ្មងឥឡូវនេះវាមានរយៈពេល3ថ្ងៃហើយដែលសាកៃក៏មិនបានចេញពីបន្ទប់ឡើយរូណាមីដាម៉ូនិងអាការីពិតជាមានការព្រួយបារម្ភខ្លាំងមែនទែនពួកគេបានលើថាការប្រឡងរបស់គាត់មិនសូវបានល្អឡើយអាការីថាមិនអីទេវាជាការប្រសើរណាស់ពួកគេនឹងរៀបផែនការដោយ
គ្មានគាត់ទៅចុះរូណាក៏បានសួរតែអាការ៉េតើមាននឹកសាកៃដែរឬទេមិនហើយបើអាការ៉េនឹងមានមកពិតជាយល់ស្របអំពីរឿងទាំងអស់នេះចំណែកសាកៃនៅក្នុងបន្ទប់តែវិញក៏រៀននឹងក្តៅខ្លួនអស់ហើយភ្លាមនោះក៏សង្កត់ទៅក្រៅបង្អួចដែលឃើញកតុកកតា3ដែលកំពុងតែសម្ដែងអើយនេះពិតជាធ្វើការហន់មែនទេឥឡូវមិនអីទេសម្រាប់ខ្លាទៅមកលេងជាមួយនឹងគ្នាសាកៃបានណាមកបោកបង្អួចហើយសួរពួកគេទាំង3នាក់តែកំពុងតែធ្វើអ្វីពួកគេប្រាប់តែគ្រាន់តែជាការប្រាប់អារម្មណ៍សាកៃលឺហើយក៏អង្ខ្វល់ទេមកធ្វើការអង្គុយរៀនទៀតទៅសិនណាពួកគេមានការកៀងជាខ្លាំងពួកគេមិនសោកចិត្តទេអុយមកលេងមួយអូនមកនេះសម្រាប់ខ្លាទៅមកលេងមួយអូនខ្លាផងអាការ៉េបានសួរទៅសាកៃចំតែមានរឿងអ្វីចំពោះគាត់ដូចជានាងបានលើថាគាត់ប្រឡងមិនបានល្អឡើយចំណែកសាកៃក៏បាននិយាយថាអីមិនល្អមិនល្អដែរតើបើអញ្ចឹងមែនអាការ៉េនាងឆ្ងល់ថាហេតុអ្វីបានជាគាត់គៀបសង្កត់ទៅលើខ្លួនឯងបានលបលអញ្ចឹងទៀតកុំគិតថាប្រវែងឆ្លាតឲ្យសោះសាកៃលើដូច្នេះមានការក្តៅក្រហាយជាខ្លាំងប្រាប់ឲ្យពួកគេចេញពីទីនេះទៅគាត់នៅម្នាក់ឯងអាការ៉េបានថាសាកៃមិនជ្រើសរើសថ្ងៃសម្រាប់ទៅហេតុអ្វីបានជ្រើសរើសថ្ងៃរីកចម្រើនទៅវិញចំណែកមានមកបញ្ចុះពួកគេទាំងពីរមិនចង់ឲ្យពួកគេឆ្លោះគ្នាឡើយចំណែកសាកៃក៏បានប្រាប់តែពួកគេគាត់គ្រាន់តែចង់នៅម្នាក់ឯងតែប៉ុណ្ណោះរួចមានមកនាងក៏បានយល់សពទៅហើយបានប្រាប់ឲ្យរូណានិងអាការ៉េមកណេះបន្តិចហើយនាងក៏បានធ្វើការខ្សឹបទៅពួកគេទាំងពីរមិនដឹងថាពីរឿងអ្វីនោះឡើយពួកគេទាំងពីរនាក់លើដូច្នេះក៏បានប្រាប់តែសាកៃនាងយកប្រំសុកចិត្តឲ្យគាត់នៅម្នាក់ឯងសាកៃលើដូច្នេះក៏ចង់ឆ្ងល់អំពីពួកគេដែរអាការ៉េបានប្រាប់ឲ្យសាកៃរីករាយជាមួយនឹងការសម្រាប់រដូវក្តៅដ៏គួរឲ្យអាណិតបែបនេះសាកៃលើឲ្យមានការក្តៅក្រហាយជាខ្លាំងគាត់បានគិតអំពីខ្លួនគាត់ដែលគ្មាននរណាយល់ដែលសម្លឹងមើលតែអាការ៉េនិងមេណាម៉ូដូចជាដួងច័ន្ទចំណែកគាត់ត្រឹមតែជាតុនសាយមិនអាចឆក់ក្បែរអ្នកទាំងពីរបានឡើយបើចង់ឆក់ក្បែរអ្នកទាំងពីរលុះត្រាតែគាត់មានអ្វីមួយនោះគឺជាចំណេះវិជ្ជានៅពេលថ្ងៃដែលសាកៃកំពុងតែសិក្សានោះមាននរណាម្នាក់មកចាក់ខ្នងគាត់សាកៃក៏បានប្រាប់ខ្លួនឯងដែរថាគាត់មិនអាចពើឡើយចាក់តតែសាកៃខឹងហើយបានប្រាប់ទៅពួកគេថាអត់ឃើញគាត់កំពុងតែសិក្សាទេអីពេលនោះមានការកេងជាខ្លាំងជាមួយនឹងសម្លៀកបំពាក់ដ៏ផូរផង់របស់ពួកគេវ៉ាវខូលប៊ីគីនីដ៏គុណភាពសាកៃក៏មានការកេងជាខ្លាំងជាមួយនឹងទៅវើរបស់ពួកគេមីណាម៉ូបានសួរទៅសាកៃចង់ទៅឆ្នេរអត់ដូចជាការហែទឹករបស់អូនរូណាដូចជាការជិះពងទឹករបស់អាការ៉ីចំណែកសាកៃវ៉ាវស្អាតម៉េះឥឡូវទៅហ្មងហើយលើថាសាកៃទៅអញ្ចឹងណាពួកគេមានការសប្បាយចិត្តជាខ្លាំងនៅពេលដែលពួកគេកំពុងតែមើលសៀវភៅណែនាំអំពីឆ្នេរសមុទ្របើសម្រាប់អាការ៉ីនាងចង់ទៅកន្លែងណាដែលស្ងប់ស្ងាត់តែប៉ុណ្ណោះហើយបានថាសាកៃដែរអូយមិនអាក្រក់ដល់ហើយគ្រាន់តែឃើញប៊ីគីនីរបស់ស្រីស្អាតណាឆ្លើយថាទៅភ្លាមចំណែកសាកៃមានការកៀងជាខ្លាំងឥឡូវហ្នឹងគាត់មិនចង់លាក់ទេក៏បានប្រាប់ទៅពួកគេហ្មងទៅជាមួយនឹងក្រដាសប្រឡងរបស់គាត់ម៉ែមើលតែបន្ទោទៅលង្កប់កប់សេរីហើយក៏បាននិយាយថាបន្ទោប៉ុណ្ណឹងអត់ទាន់ល្អទេសាកៃក៏មានការឆ្ងល់ដែរជាមួយនឹងសកម្មភាពរបស់ពួកគេហើយក៏បានសួរទៅពួកគេទាំងពីរតើបានបន្ទោប៉ុន្មានអាការ៉េនឹងមានមកលើដូច្នេះមិនចង់ប្រាប់ឡើយអើយមិនប្រាប់ទេសារបន្ទោគេល្អស្រាប់ហើយសាកៃឃើញបែបនេះក៏យល់ថាពួកគេកំពុងតែកុហកគាត់ដឹងថាពួកគេទាំងពីរមិនមានបន្ទោល្អឡើយពេលចឹងទៅក៏មានអារម្មណ៍សប្បាយចិត្តវិញដែលគាត់ឆ្លាតជាងពួកគេទាំងពីរនាក់ឥឡូវនេះយើងគួរតែរៀបចំផែនការសិក្សាអំឡុងពេលសម្រាប់រដូវក្តៅលើដូច្នេះអាការ៉េនឹងមានមានការខូចចិត្តជាខ្លាំងបន្តមកសាកៃបានមកមុជទឹកដើម្បីសម្អាតខ្លួនគាត់បានគិតដែរអំពីមីណាម៉ូនិងអាការ៉េពិតជារំខានគាត់រៀនខ្លាំងមែនទែនប៉ុន្តែមិនអីទេគាត់អាចចំណាយពេលជាមួយនឹងពួកគេនាសម្រាប់រដូវក្តៅការកាត់របស់សាកៃវ៉ាវមកកប់សេរីសសាច់ភ្លាមនោះគាត់ភ្ញាក់បាហើយកប់សង្កត់ជាមួយនឹងសម្លេងពួកគេដូចជារូណាអាការ៉េនិងមីណាម៉ូបានមកមុជទឹកនៅទីនេះសាកៃមិនចាំយូរទេគាត់ក៏ធ្វើការលាក់ខ្លួនពីពួកគេទៅនៅក្នុងអាងទឹកហ្នឹងសាកៃក៏ឆ្ងល់ដែរហេតុអ្វីបានជាពួកគេមកមុជទឹកនៅផ្ទះគាត់អញ្ចឹងឥឡូវនេះវាពិតជាធំខ្លាំងណាស់មិនដឹងថារឿងទៅជាយ៉ាងណារូណានេះពិតជាសប្បាយចិត្តដែលបានមុជទឹកជាមួយនឹងគ្នាបែបនេះហើយក៏ចង់ដឹងពីពួកគេនៅអនុវិទ្យាល័យផងដែរសម្រាប់មីណាម៉ូនាងចង់និយាយរឿងនេះនៅពេលក្រោយប៉ុន្តែនាងឆ្ងល់ថាសាកៃក៏នៅទីណាឥឡូវនេះចំណែកសាកៃឥឡូវនេះក៏ពិតជាភ័យខ្លាំងមែនតើក៏មិនដឹងថាគួរធ្វើអ្វីឡើយសាកៃក៏បានប្រទានសារអំពីការភ្ញាក់បារបស់រូណានាងបានសរសើរអំពីអូប៉ែរបស់មីណាម៉ូវ៉ាវពិតជាធំខ្លាំងមែនតើអើយមកញ៉ាំអីដូចជាធំដល់ហើយនេះឥឡូវប្រាប់តិចមកប៉ុន្តែបើក្រឡេកមកមើលអាការ៉េវិញក៏ខ្ជូតម្យ៉ាងដែរអាការ៉េបានថារូណាមិននិយាយណាប់ចឹងចំណែកសាកៃក៏គ្រាន់តែចង់ឲ្យពួកគេចេះលឿននោះទេភ្លាមនោះក៏បានកត់សង្កត់ជាមួយនឹងសញ្ញាដែលអាសន្នហើយក៏បានងាកចេញភ្លាមខ្លាចតែពួកគេដឹងតែរូណានេះពិតជាសប្បាយចិត្តខ្លាំងណាស់ប៉ុន្តែនឹងចង់ឧទាហរណ៍ថាមានសាកៃជាមនុស្សស្រីវិញណានឹងងុយទឹកជាមួយគ្នាសប្បាយរីករាយពេញហ្នឹងអាការ៉េនឹងមានមើលលើហើយមានការអត់សំណើចជាខ្លាំងនាងសម្លាញ់ចេញទេដោយមានម៉ូនាងបានធ្វើឲ្យកំបអាមតាំងហ្នឹងគឺវាបើកសាកៃដែលនៅទៅនោះពិតជាមានការភ័យខ្លាចខ្លាំងមែនតើឈិលេរកម្មទេនោះក៏ធ្វើការបិទវិញទៅប៉ុន្តែពួកគេទាំង3នាក់ពិតជាឆ្ងល់នៅមុននេះបន្តិចតើមាននរណាចូលមុនពួកគេទាំង3នាក់មែនទេវាស្របពេលដែររូណានាងចង់មកមុជក្នុងអាងទឹកនាងពិតជាសប្បាយចិត្តខ្លាំងមែនតើចំណែកសាកៃអ្នកដែលក្លៀនជាងពេលវេលាវាមិនយូរទៀតទេដឹងតែគាត់ងាប់ហើយមីណាម៉ូឃើញដូច្នេះនេះមានកម្រងនឹងចូលដែរបើក្រៀមនឹងឃើញសាកៃហ្នឹងប៉ុន្តែរូណានាងបាននិយាយនាងពិតជាឆ្ងល់ខ្លាំងណាស់តើសាកៃ
កៃក៏មានអារម្មណ៍យ៉ាងណាចំពោះពួកគេទាំងអស់គ្នាពីព្រោះគាត់តែងតែនៅក្បែរជាមួយនឹងមិត្តកុមារភាពដ៏គួរឲ្យស្រឡាញ់មីណាម៉ូនាងមិនដឹងថារស់ណាកំពុងតែកើតអ្វីទេប៉ុន្តែបើតាមកំណត់របស់នាងគិតថាសាកៃមិនមានអារម្មណ៍លើនរណាឡើយសម្រាប់អាការីពួកគេគឺជាមិត្តពីកុមារភាពបើសាកៃមើលឃើញនាងលើពីមិត្តភក្តិនោះវាធ្វើឲ្យនាងមិនសប្បាយចិត្តទេបើសម្រាប់រស់ណាវិញនាងថានាងសប្បាយចិត្តនៅពេលដែលសាកៃមានអារម្មណ៍លើនាងចំណែកមីណាម៉ូនាងក៏កិនចឹងដែរនាងក៏សប្បាយចិត្តបើសម្រាប់អាការីនាងពិតជាភ្ញាក់ផ្អើលហើយក៏ផ្លាស់ប្ដូរគំនិតភ្លាមអំពីរឿងនោះនាងក៏គិតចឹងដែរនិយាយឲ្យឃើញពួកគេសម្លឹងមកនាងវាធ្វើឲ្យនាងពិតជាអៀនខ្លាំងមែនតើបន្ទាប់មកពួកគេក៏បាននាំគ្នាចេញពីបន្ទប់ទឹកនឹងទៅចំណែកសាកៃមិនដឹងថាគាត់មានអារម្មណ៍យ៉ាងណាទេឧបតហេតុដល់គុណភាពគាត់សឹងតែមិនជឿនៅអ្វីដែលបានកើតឡើងដែលពួកគេនាំគ្នានិយាយអំពីខ្លួនគាត់គំនិតបានហូរចូលទៅក្នុងខួរក្បាលរបស់សាកៃគាត់ឆ្ងល់ថាតើនេះវាអាក្រក់ដែរឬទេភ្លាមៗនោះរូណានាងបានចូលមកបន្ទប់ទឹកសាកៃក៏មានការភ័យខ្លាំងមែនតើដែលចង់បញ្ចូលរូណាប៉ុន្តែរូណានាងបានដឹងរួចទៅហើយថាពួកគេមិញនេះមួយទឹកជាមួយនឹងគ្នាសាកៃលើឲ្យមានការកេងជាខ្លាំងឆ្ងល់ថានាងឃើញគាត់នៅពេលណាមុននឹងចែកចេញនោះរូណាបានប្រាប់ទៅសាកៃដែរថានាងនឹងរក្សារឿងនេះជាការសម្ងាត់សាកៃបានកាត់វាមិនអាចទៅរួចទេសម្រាប់រដូវក្តៅវាចាប់ផ្ដើមនៅសប្តាហ៍ក្រោយតើគាត់នឹងមិត្តពីកុមារភាពកំពុងតែចាប់ផ្ដើមរ៉ូមែនទិកមែនទេកើតមកមួយអាទិត្យដែលជាថ្ងៃសម្រាប់រដូវក្តៅមីណាម៉ូនាងក៏បានមកផ្ទះរបស់សាកៃក៏ឆ្ងល់តើអាការីនឹងរូណាមិនទៅទេឬមីណាម៉ូប្រាប់ទៅថាពួកគេមិនទៅទេឥឡូវនេះមានតែយើងពីរនាក់ប៉ុណ្ណោះនៅតាមផ្លូវសំដៅទៅទីនោះយកដឹងទៅទីណាទេគេអត់ទាន់ប្រាប់ទីគេប្រាប់ហើយសាកៃក៏បានរៀបរាប់វាគឺជារដូវកាលដ៏រ៉ូមែនទិកបើទោះបីវាគ្រាន់តែជាមិត្តពីកុមារភាពក៏ដោយប៉ុន្តែវាមិនមែនជាភាពរ៉ូមែនទិកនោះទេគ្រាន់តែជាការសិក្សានៅបណ្ណាល័យមួយតែប៉ុណ្ណោះរំលឹកមកថ្ងៃដែលពួកគេបានពិភាក្សាគ្នានៅពេលដែលសម្រាប់រដូវក្តៅបានចូលមកដល់ពួកគេនឹងទៅសិក្សានៅបណ្ណាល័យហើយចាំរៀបគម្រោងផ្សេងទៀតជាមួយនឹងគ្នាអាហ្នឹងមីណាម៉ូជាអ្នកនិយាយទេសាកៃក៏បានសួរចំពោះមីណាម៉ូតើផ្ដោតអារម្មណ៍បានអត់ហ្នឹងនេះជាអ្វីដែលបានកើតឡើងដែលនាំឲ្យពួកគេសម្ដៅមកទីនេះគាត់បានសួរតើអាការីអាចផ្ដោតអារម្មណ៍បានអត់ប៉ុន្តែខ្លួនគាត់ទៅវិញទេសម្លឹងទៅមើលអោប៉ៃរបស់គេពេលនេះឡងបលក្បងពេញនឹងហើយរំលឹកអំពីការនិយាយរបស់ពួកគេនៅក្នុងបន្ទប់ទឹកជារឿងធន់ណាស់ដែលគាត់មិនអាចផ្ដោតអារម្មណ៍បានប៉ុន្តែឧទាហរណ៍បើគាត់ចង់សួរនាងឲ្យនាងបញ្ជាក់ដោយផ្ទាល់ខ្ញុំទៅផងកុំកាត់ច្រើនពេកខ្ញុំមិនមានអារម្មណ៍លើលោកទេមីណាម៉ូនាងងាកមករកសាកៃបច្ចុប្បន្នពីទង្វើរបស់គាត់ខ្លាំងមែនតើពេលដែលនាងចាក់គាត់ទៅដឹងថាគាត់មិនអាចផ្ដោតអារម្មណ៍បានឡើយបន្ទាប់ពីរៀនចប់ពួកគេបានមកអង្គុយកន្លែងមួយដើម្បីនិយាយគ្នាមីណាម៉ូបានប្រាប់សាកៃឃើញអត់ថានាងអាចផ្ដោតអារម្មណ៍បានសាកៃក៏គិតថាមីណាម៉ូពិតជាធ្វើបានល្អខ្លាំងណាស់មីណាម៉ូលើបែបនេះហើយនាងពិតជាសប្បាយចិត្តខ្លាំងមែនតើប៉ុន្តែមានរឿងមួយនាងចង់សួរពីបញ្ហាខ្លះទៅសាកៃសួរធម្មតាសួរឲ្យសាកៃមានអារម្មណ៍ថាស្និទ្ធស្នាលខ្លាំងណាស់សាកៃសួរទៅឲ្យមួយណាប្រាប់មើលមីណាម៉ូបានខ្សឹបប្រាប់សាកៃថាឲ្យស្ងាត់តិចទៅនៅក្នុងបណ្ណាល័យសម្រាប់សាកៃក៏គិតថាមីណាម៉ូនៅតែមើលឃើញគាត់ជាកូនក្មេងគាត់ឆ្ងល់ថាតើនាងគិតយ៉ាងណាប្រសិនបើគាត់ធ្វើអ្វីខុសនោះរៀនមកចាត់ដៃមីណាម៉ូហ្នឹងណាប៉ុន្តែនាងបានដកចេញដោយសារចម្លើយហ្នឹងនាងយល់ហើយនាងអាចដោះស្រាយដល់ខ្លួនឯងបានសាកៃប្រាប់ទៅថាអញ្ចេះខុសហើយខុសយ៉ាងណាទៅប្រាប់តិចមកនេះខនេះយល់ទេមែនតើសូមជាយាមសិក្សាម្ដងទៀតនៅឆ្នាំនេះសម្រាប់មីណាម៉ូបើពួកគេសិក្សាម្ដងទៀតមិនបានទៅឆ្នេរសមុទ្រដឹងអត់ថាអូនមីណាម៉ូនេះចង់សម្រាប់រដូវក្តៅឥឡូវនេះសាកៃក៏មើលឃើញថាពួកគេមិនខុសគ្នាប៉ុន្មានទេពួកគេតែងតែបែបនេះមិនថាពួកគេរៀននៅវិទ្យាល័យក៏ដោយទង្វើដដែលវាមិនខុសពីពួកគេរៀននៅបឋមសិក្សានោះទេមិនថាពួកគេរៀនចប់ក៏ដោយទង្វើរបស់ពួកគេនៅតែដដែលអញ្ចឹងបើសម្រាប់មីណាម៉ូនេះក៏គិតដូចគ្នាមិនថាពួកគេរៀននៅឆ្ងាយពីគ្នាទង្វើរបស់ពួកគេនៅតែដដែលអញ្ចឹងគ្មានអ្វីដែលអាចផ្លាស់ប្ដូរបានឡើយសាកៃថាពួកយើងគឺជាមិត្តពីកុមារភាពលើពេលនេះហើយមីណាម៉ូបានសួរទៅសាកៃប្រសិនមកគាត់មានសង្សារឬក៏រៀបការជាមួយនឹងនរណាម្នាក់ហើយមានកូននោះតើទំនាក់ទំនងទាំងពីររបស់យើងនឹងទៅជាយ៉ាងណាសាកៃប្រាប់ទៅអ្វីនៅតែដដែលអញ្ចឹងវាមិនផ្លាស់ប្ដូរឡើយយើងតែងតែនៅតែជាមិត្តពីកុមារភាពនឹងគ្នាអញ្ចឹងប៉ុន្តែសម្រាប់មីណាម៉ូប្រសិនមកនាងសួរគាត់ហើយចេញទៅក្រៅជាមួយនឹងគ្នានោះសាកៃលឺឲ្យភ្ញាក់ផ្អើលខ្លាំងមែនទែនចង់សួរគាត់ហើយនឹងចេញទៅក្រៅជាមួយនឹងគាត់តើនេះមែនទេគឺជាទំនាក់ទំនងមិត្តកុមារភាពដ៏រ៉ូមែនទិកមីណាម៉ូប្រាប់នាងគ្រាន់តែសួរគាត់ឲ្យចេញទៅក្រៅជាមួយនឹងនាងដើម្បីទិញការ៉េមសាកៃលឺឲ្យមានការស្លេកជាខ្លាំងអត់យល់ទេសាកៃក៏បានប្រាប់ខ្លួនឯងដែរថាអូនឲ្យឃើញអត់ហេតុអាចមានទំនាក់ទំនងជាមួយនឹងមិត្តពីកុមារភាពរបស់ខ្លួនឯងនោះទេសម្រាប់មីណាម៉ូមិនថាពួកគេគឺជាមិត្តពីកុមារភាពដដែលក៏ដោយនាងចង់ធ្វើអ្វីដែលពិសេសនាពេលសម្រាប់រដូវក្តៅនេះអូខេអ្នកទាំងអស់គ្នាសាច់រឿងរបស់យើងមានតែប៉ុណ្ណឹងបើចូលចិត្តវីដេអូនេះកុំភ្លេចចុច like មួយមកពេលខ្ញុំមក CAA Anime សូមជម្រាបលាអ្នកទាំងអស់គ្នាជួបគ្នានៅវីដេអូក្រោយបាយ